បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផ្ទៃបងប្អូនបាទផ្ទៃបាទផ្ទៃវីដេអូមួយនេះចប់តែបាទនេះច្រើនណាបាទមកក្រុមច្រើនហ្នឹងតែយើងដាក់ក្នុងនេះហើយបងប្អូនតែដាក់ក្នុងនេះហើយបាទ20ជាង20ជាងអានេះគឺកូនពីសបុកដាក់ចូលគ្នាតាំងពីតូចមកបាទមកក្រុមនេះ20ជាងហើយក្រុម9ដែលធំនេះបាទដាក់វាមកក្រៅនេះបងប្អូនបាទមកក្រៅនេះបាទនេះបាទមួយដេញមកគោមួយមេពងមួយអីនេះបងប្អូនបាទហើយអានេះមកក្រុមនេះ20ជាងមកប៉ុនគ្នាស្រិតតែម្ដងបាទយើងមកតែមកពីក្រុងឈើនេះហើយបងប្អូនបាទក្រុងឈើនេះបាទអានេះបាទមកក្រុមនេះគឺនៅនេះតែគ្រូទេអានេះក្រុមនេះមុំតែគេឥឡូវវាផ្អើនេះថ្មីណានេះក្រុមថ្មី20ជាងនេះបាទបដូរទីកន្លែងហើយបានអានេះចន្លោះមុខចន្លោះមាត់ហើយបាទវាចន្លោះមុខចន្លោះមាត់អត់ដូចនៅក្នុងក្រុងឈើបងប្អូនធំទៅយើងធ្វើក្រុងវាឆ្លាស់ឲ្យខ្ពស់ផុតពីដីចេះបងប្អូនណាខ្ពស់ផុតពីដីចេះទៅមកយើងចេះហើយបាទធំវិញបាទបាទកន្លែងដីខ្ពស់បាទកន្លែងដីខ្ពស់មែនតើបាទនោះធំអត់ដីនៅដីទេបាទហើយបាទដល់ពេលយើងធ្វើខ្ពស់អញ្ចេះក៏បាទលើមុខនៅខាងក្រោមវាហ្នឹងក៏វាអត់ឈួលដល់លើដែរបងប្អូនបាទដោយសារយើងរវល់យើងអត់បានសម្អាតពីខាងក្រោមនឹងរាល់ថ្ងៃអញ្ចឹងមួយសប្តាហ៍បានយើងបានសម្អាតចេញម្ដងដល់ពេលអញ្ចឹងវាច្រើនដែរដល់ពេលអញ្ចឹងក៏តែវាអត់អីទេដោយសារវាខ្ពស់បងប្អូនដោយសារត្រង់ខ្ពស់ឆ្លាស់ល្អបាទនេះបងប្អូនបាទនេះចិញ្ចឹមលក្ខណៈគ្រួសារបាទមន់ស្រែធម្មជាតិពិតបាទយើងអត់មានទិញកូនទិញអីទេបាទយើងឲ្យតែមេក្រាបពងនេះក្រាបពីសបុកទៀតហើយបងប្អូនណាក្រាបពីសបុកទៀតហើយយកតែកូនចិញ្ចឹមខ្លួនឯងហ្នឹងគឺចិញ្ចឹមមិនអស់ហ្នឹងបងប្អូនបាទសំខាន់គឺទី1យើងជ្រើសរើសពូជមេបាវាធំល្អទៅហើយទី2គឺយើងរបៀបថែទាំកូនមន់ថែទាំកូនមន់តាំងពីតូចមករហូតដល់ធំថែទាំឲ្យចំណៃវាហ្នឹងបាទគឺយើងថែទាំឲ្យចំណៃទៅគឺមកខ្ញុំនេះគឺមកប្រហែលគឺនៅទាំងអស់បងប្អូនណាមកប្រហែលញាស់មកប្រហែលគឺនៅទាំងអស់អត់មានងាប់អត់មានឈឺមានអីទេបងប្អូនបាទនេះដោយសារយើងធ្វើត្រង់ឆ្លាស់ទេវាមន់វាឆ្លាស់មុខឆ្លាស់មាត់មានសុខភាពល្អដែរបងប្អូនណា20ជាងនេះពីសបុកទេបងប្អូនពីសបុកយើងដាក់ចូលគ្នាហើយមកសបុក10ជាងមកសបុក10ជាងដាក់ចូលគ្នាហើយប៉ុនគ្នាតែម្ដងបងប្អូនបាទឆ្លៀតពេលជប់ឡើងបាទពេលប្រឡប់យើងតន័យបាទប្រឡប់យើងតន័យនៅផ្ទះហ្នឹងគឺយើងមើលវាទៅបងប្អូនណាតែត្រង់បាទតែពីត្រង់ឈើយើងដាក់ត្រង់សំណាញ់នេះទៅឆ្លាស់មុខឆ្លាស់មាត់ហើយលាយបងប្អូនបាទលាយវាអត់នៅចង្អៀតដូចត្រង់ឈើនោះទេបងប្អូនបាទតែបាទបងប្អូនអាចធ្វើត្រង់បែបនេះបានអាចធ្វើត្រង់បែបនេះបានចាំទៅគឺបាទវាដល់ផលប្រយោជន៍ច្រើនដែរសម្រាប់គ្រួសារយើងបងប្អូនណាបាទយើងត្រូវការមានបាទស្បែកដល់សុទ្ធដល់អីហ្នឹងបងប្អូនបាទហើយយើងបរិភោគទៅធ្វើជាម្ហូបអាហារទៅដល់ពេលអត់អស់យើងអាចលក់បាទយើងលក់យកថវិកាអីមកទិញចំណីទិញអីផ្គត់ផ្គង់ខ្លះវិញចឹងទៅបងប្អូនបាទអូខេបាទសូមច្រើនពុកម៉ែបងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទ